ពីវីដេអូមុនតែមុននឹងចូលទៅដល់ព្យញ្ជនៈ33តួហ្នឹងយើងទៅរំលឹកមេរៀនចាស់យើងមកវិញមានដូចជាអក្ខរៈនិងស្រៈឥឡូវយើងអានទៅអក្ខរៈក្នុងភាសាបាលីមាន41តួព្យញ្ជនៈ33តួកខកិខញចឆជឆញដថដេធនតថតេធនបផពភមយរិលវសហលាអង្ស្រៈមាន8តួអាអ៊ីអ៊ីអ៊ូអ៊ូអេអោហើយស្រៈ8តួនឹងចែកចេញជាពីរស្រៈ8តួចែកចេញជាពីរស្រៈរស័កមាន3តួដែលអានសូរសំឡេងខ្លីអ៊ីអ៊ូទីខៈមានទីខៈមាន5តួដែលអានសូរសំឡេងវែងមានអាអ៊ីអ៊ូអេអោចឹងយើងមានចាំមកថាអាអេអោហ្នឹងបើសិនបើវាអាស្រ័យជាមួយនឹងព្យញ្ជនៈតម្រុតគ្នាពីរតួនៅខាងចុងយើងអានដោយម្ដេចចឹងបើសិនបើដឹងយើង comment ខាងក្រោមមកអញ្ចឹងយើងមកដល់ព្យញ្ជនៈ33តួព្យញ្ជនៈ33តួដូចវីដេអូមុនអញ្ចឹងបានប្រាប់ថាចែកចេញជាពីរនឹងចែកចេញជាពីរព្យញ្ជនៈ33តួចែកចេញជាពីរមានព្យញ្ជនៈវគ្គនិងអវគ្គតើវគ្គនឹងមានន័យថាម៉េចអវគ្គនឹងមានន័យថាម៉េចអញ្ចឹងយើងមកស្ដាប់ព្យញ្ជនៈវគ្គមាន25តួកខគខញហើយគេថាកវគ្គក្នុង5តួហ្នឹងគេយកអក្សរកហ្នឹងវាជាមេដឹកនាំហ្នឹងជាមេដឹកនាំគេហៅថាកវគ្គកខគខញហៅថាកវគ្គអានេះបើដាក់សញ្ញានេះចឹងយើងដាក់ហៅថាកវគ្គអានេះទាំងអស់ចឹងមកយើងចំណាំទាំងអស់គ្នាទៅហៅថាចវគ្គហៅថាបវគ្គហ្នឹងគឺគេយកអក្សរខាងដើមហ្នឹងយកធ្វើជាមេគេមកដើម្បីឲ្យយើងសម្គាល់វាថាអាហ្នឹងជាកវគ្គអានេះជាចវគ្គហើយចឆជឆញហៅថាចវគ្គដថដេធនហៅថាដវគ្គតថតេធនហៅថាតវគ្គបផពភមហៅថាបវគ្គអញ្ចឹងអាហ្នឹងគេយកនេះអក្សរក្រហមហ្នឹងគេយកជីវៈគេសម្គាល់វាថាជីវៈហៅថាកវគ្គចវគ្គនៅក្នុងវគ្គវានីមួយហ្នឹងនៅក្នុងវគ្គវាមួយហៅថាគេសម្គាល់អក្សរខាងដើមហ្នឹងយកទៅជានឹងគេហៅថាចវគ្គអានេះចវគ្គហៅថាដវគ្គតវគ្គបវគ្គហ្នឹងព្យញ្ជនៈវគ្គព្យញ្ជនៈវគ្គហ្នឹងគឺមានន័យថាព្យញ្ជនៈដែលមានវគ្គព្យញ្ជនៈដែលមានវគ្គអានេះហៅថាមួយវគ្គអក្សរកហ្នឹងហៅថាមួយវគ្គកហៅថាមួយវគ្គចហៅថាមួយវគ្គដហៅថាមួយវគ្គតហៅថាមួយវគ្គបហៅថាមួយវគ្គអញ្ចឹងយើងដឹងថាព្យញ្ជនៈវគ្គហ្នឹងវគ្គព្យញ្ជនៈដែលមានវគ្គចំណែកឯព្យញ្ជនៈអវគ្គហ្នឹងមាន8មាន
យៈរៈលៈវៈសហលៈអੰព្យញ្ជនៈអវគ្គហ្នឹងគឺព្យញ្ជនៈដែលអត់មានវគ្គអត់មានវគ្គអត់ដូចអានេះទេនេះឃើញអានេះមានកវគ្គចវគ្គដវគ្គតវគ្គបវគ្គអានេះអត់មានទេអញ្ចឹងបានគេថាព្យញ្ជនៈហ្នឹងគឺជាព្យញ្ជនៈដែលគ្មានវគ្គព្យញ្ជនៈដែលគ្មានវគ្គចឹងយើងសរសេរតិចទៅដើម្បីងាយស្រួលចាំព្យញ្ជនៈដែលពជាងយកទៅយើងខ្ជិលសរសេរពេញព្យញ្ជនៈដែលគ្មានវគ្គព្យញ្ជនៈដែលគ្មានវគ្គនេះព្យញ្ជនៈយើងសរសេរកាត់ព្យញ្ជនៈដែលមានព្យញ្ជនៈដែលមានវគ្គចឹងយើងចាំទៅព្យញ្ជនៈចែកចេញជា2ព្យញ្ជនៈចែកចេញជា2ព្យញ្ជនៈវគ្គមាន25ព្យញ្ជនៈអវគ្គមាន8តាំងអស់វា33តួនេះ33តួឥឡូវយើងមកមើលក្នុងសៀវភៅវេយ្យាករណ៍យើងវិញនេះព្យញ្ជនៈវគ្គ33តួនេះហៅថានិស្សិតហ្នឹងមានន័យថារបស់ដែលគេត្រូវអាស្រ័យជាមួយហ្នឹងបើស្រៈហៅថានិស្ស័យស្រៈហៅថានិស្ស័យហ្នឹងត្រូវអាស្រ័យជាមួយនឹងព្យញ្ជនៈនេះត្រូវអាស្រ័យជាមួយនឹងនិស្សិតហ្នឹងឯងហើយចែកចែងជា2ពួកគឺវគ្គ1ពួកអវគ្គ1ពួកដែលយើងបានអានមិញហ្នឹងចែកចេញជា2នឹងវគ្គនិងអវគ្គព្យញ្ជនៈវគ្គមាន5ពួកព្យញ្ជនៈមាន5ពួកដែលហៅថានេះកខកិខញ្ញៈ5តួនេះហៅថាកវគ្គហ្នឹងឯងចឆជឆញ្ញៈ5តួនេះហៅថាចវគ្គដថដថនៈ5តួនេះហៅថាដវគ្គតថតថនៈ5តួនេះហៅថាតវគ្គបផពភមៈ5តួនេះហៅថាបវគ្គព្យញ្ជនៈ8តួនេះគឺព្យញ្ជនៈ8តួហ្នឹងវាតពិតវាចេញមកនេះវាមានរូបចេះស្រក់អមចេះនឹងព្យញ្ជនៈអវគ្គអញ្ចឹងបានលោកប្រាប់ថាព្យញ្ជនៈអវគ្គមាន8គឺយរលវសហល្អហ្នឹងនេះហៅថាអវគ្គឬហៅថាសេសវគ្គក៏បានសេសវគ្គហ្នឹងមានន័យថាម៉េចព្យញ្ជនៈដែលសេសគូវាគ្មានវគ្គហៅថាសេសគូសេសវគ្គសេសគូអញ្ចឹងយើងរៀនប៉ុណ្ណឹងសិនហើយរំលឹកមេរៀនពីដើមតាំងពីអក្ខរៈមកអក្ខរៈយើងត្រូវដឹងថាចេះអក្ខរៈចែកចេញជាប្រមាណអក្ខរៈចែកចេញជាប្រមាណអក្ខរៈហ្នឹងយើងខុសពីព្យញ្ជនៈអក្ខរៈខុសពីព្យញ្ជនៈខុសមិនអក្ខរៈហ្នឹងវាសំដៅទាំងស្រៈហងទាំងព្យញ្ជនៈហងទៅចំណែកឯព្យញ្ជនៈសំដៅតែព្យញ្ជនៈនេះព្យញ្ជនៈ33តួហ្នឹងអញ្ចឹងអក្ខរៈគេសួរថាម៉េចតើអក្ខរៈចែកចេញជាប្រមាណឥឡូវយើងសរសេរមកអានេះជាកិច្ចការផ្ទះអញ្ចឹងទៅឬក៏កិច្ចការកត់គេសួរថាម៉េចតើមួយតើអក្ខរៈចែកចេញជាប៉ុន្មានអ្វីខ្លះមិនមែនរៀបរាប់ទេយើងគ្រាន់តែប្រាប់ថាចែកចេញជាប្រមាណ
ស្អីគេមានអីគេខ្លះចឹងណាមិនបាច់រៀបរាប់ថាមួយស្អីគេខ្លះទេមិនបាច់ទេទី2តើសំណួរទី2តើស្រៈចែកជាប៉ុន្មានអ្វីខ្លះអានេះយើងចាំរៀបរាប់អ្វីខ្លះចំណុចទី3តើព្យញ្ជនៈតើព្យញ្ជនៈចែកជាប៉ុន្មានចែកចេញជាប្រមាណអ្វីខ្លះហើយគេសួរទៀតថាតើព្យញ្ជនៈវគ្គមានប្រមាណវគ្គតើព្យញ្ជនៈមានប៉ុន្មានវគ្គប៉ុណ្ណឹងអញ្ចឹងយើងធ្វើហើយយើងសរសេរដាក់ជា comment មកឬក៏សរសេរដាក់នៅក្នុងกระดาษហើយចាំថតផ្ញើមកក៏បានដែរ